Nấuក្នុងវីដេអូនេះបងប្អូននឹងដឹងអំពីសាច់រឿងចំនួន2សាច់រឿងពាក់ព័ន្ធជាមួយនឹងវិស័យកីឡាបដាល់គុណខ្មែរសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករធុនវិស្ណុជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់ហើយសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករឡៅសាណេតនិងកីឡាករឌីមសារ៉ុមដូច្នេះដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅតាមដានស្ដាប់ទាំងអស់គ្នាឥឡូវនេះយើងចូលសាច់រឿងទី1សិនបាទហើយប្រសិនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗតាក់ទងជាមួយនឹងវិស័យកីឡាបដាល់គុណខ្មែរជាបន្តបន្ទាប់ទៀតចូលសាច់រឿងទី1ពាក់ព័ន្ធជាមួយនឹងកីឡាករធុនវិស្ណុនិងកីឡាករប៉ែនកមហាម៉ាត់បងប្អូនអើយបាទធុនវិស្ណុនិងប៉ែនកមហាម៉ាត់នេះបន្ទាប់ពីលេចលឺដំណឹងថាមានការរៀបចំដោយស្ថានីយទូរទស្សន៍ជាតិតកឃើញបងប្អូនអ្នកគាំទ្រមហាជនភាគច្រើនបាទថាកីឡាករធុនវិស្ណុគឺអត់អាចប៉ះជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បានទេថាកីឡាករធុនវិស្ណុបាទតូចជាងមហាម៉ាត់ថាកីឡាករធុនវិស្ណុចេះថាកីឡាករធុនវិស្ណុចោះឥឡូវនេះមានការរៀបចំហើយបងប្អូននៅថ្ងៃទី12ខែកក្កដាឆ្នាំ2026ប្រសិនបើមិនមានការប្រែប្រួលទេធុនវិស្ណុនឹងត្រូវប៉ះជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បាទគឺថាពេញលេងហើយបងប្អូនបាទពេញលេងហើយមករយៈចុងក្រោយនេះសម្រាប់កីឡាករធុនវិស្ណុបាទអត់ទាន់ស្គាល់ពាក្យថាចាញ់ទេបាទហើយការប្រកួតរបស់គាត់ក៏ផ្ដួលដៃគូឲ្យបោះបង់ការប្រកួតច្រើនទៀតបងប្អូនបាទចឹងធុនវិស្ណុក៏មិនអាចមើលរំលងបានដែរសម្រាប់កីឡាករប៉ែនកមហាម៉ាត់ខណៈដែលប៉ែនកមហាម៉ាត់មិនបាច់និយាយហើយបងប្អូនបាទមិនបាច់និយាយទេសូម្បីតែកីឡាករប៊ុនសុធាក៏ប៉ែនកមហាម៉ាត់ធ្វើស៊ីបានដែរបាទអាចឈ្នះបានបាទអាចឈ្នះប៊ុនសុធាបានចាំមើលថាតើសិស្សច្បងតើសិស្សប្អូនធុនកីឡាករប៊ុនសុធាបាទអាចគឺកីឡាករធុនវិស្ណុអាចសងសឹកឲ្យសិស្សច្បងបានឬក៏យ៉ាងណាយើងមានតែចាំអ៊ុតបងប្អូនបាទមានតែចាំអ៊ុតនៅស្ថានីយទូរទស្សន៍ជាតិតកនៅថ្ងៃទី12ខែកក្កដាឆ្នាំ2026ហើយកីឡាករធុនវិស្ណុគាត់បានលើកឡើងក៏ដូចជាការតាំងចិត្តរបស់គាត់ថាកីឡាករប៉ែនកមហាម៉ាត់នៅថ្ងៃទី12នេះនឹងស្គាល់កីឡាករធុនវិស្ណុព្រោះអីមានគេសួរថាតើកីឡាករប៉ែនកមហាម៉ាត់គាត់ស្គាល់កីឡាករធុនវិស្ណុឬអត់បាទសម្រាប់កីឡាករប៉ែនកមហាម៉ាត់គាត់ឆ្លើយថាគាត់អត់ដែលស្គាល់កីឡាករធុនវិស្ណុទេហើយធុនវិស្ណុគាត់បានលើកឡើងថាថ្ងៃទី12ស្គាល់គ្នាហើយបាទថ្ងៃទី12ដឹងថាស្គាល់គ្នាច្បាស់ហើយថាតើធុនវិស្ណុជាអ្នកណាបាទហើយបងប្អូនវិញយល់យ៉ាងណាដែរបងប្អូនបាទយល់យ៉ាងណាដែរថាតើធុនវិស្ណុអាចជួបជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បានឬក៏យ៉ាងណាបើយើងមើលទៅជាក់ស្ដែងបាទសូម្បីតែខ្ញុំក៏ខ្ញុំថាធុនវិស្ណុឈ្នះចាញ់គឺតឹងហើយបាទជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បាទយ៉ាងណាក៏ជូនពរឲ្យធុនវិស្ណុធ្វើបានល្អនៅក្នុងការប្រកួតជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់សូមបញ្ចប់សាច់រឿងទី1យើងចូលសាច់រឿងទី2ដែលសាច់រឿងទី2នេះគឺពាក់ព័ន្ធជាមួយនឹងកីឡាករឡៅសៃណេតជាមួយនឹងកីឡាករឌីមសារ៉ុមបាទឬសូលហៀងថាឆាប់ខាងមុខនេះនឹងមានការរៀបចំឲ្យប៉ះគ្នារវាងកីឡាករឡៅសៃណេតជាមួយនឹងកីឡាករឌីមសារ៉ុមគូនេះបងប្អូនថាពេញលេងអត់បងប្អូនបាទនិយាយទៅល្អដូចគ្នាបាទនិយាយទៅចង្វាក់ការប្រកួតក្បាច់វាយបច្ចេកទេសអាយុប្រហែលគ្នាបាទនិយាយទៅទាំងព្រមតែម្ដងបាទរវាងកីឡាករឡៅសៃណេតនិងកីឡាករឌីមសារ៉ុមយ៉ាងណាយើងចាំអ៊ុតទាំងអស់គ្នាថាតើការរៀបចំនឹងធ្វើឡើងនៅពេលណាហើយនៅស្ថានីយទូរទស្សន៍ណាយើងចាំអ៊ុតទាំងអស់គ្នាបាទព្រោះគាត់ថាដឹងលហៀងថាពួកគាត់ទាំងពីរនឹងជួបគ្នាឆាប់ខាងមុខនេះវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា